បងខ្ញុំសុំសួរសំណួរមួយកាលបងសុភ័ណ្ឌនៅស្ថានទូតអាមេរិកហ្នឹងគេសួរសំណួរអ្វីខ្លះនេះគឺជាសំណួរដែលខ្ញុំទទួលបានពីប្អូនស្រីម្នាក់កាលពីចុងខែ2ឆ្នាំ2024ខ្ញុំបានទៅសម្ភាសន៍នៅស្ថានទូតអាមេរិកប្រចាំនៅប្រទេសកម្ពុជាហើយប្រភេទវីសាដែលខ្ញុំទៅសម្ភាសន៍ហ្នឹងគឺជាប្រភេទវីសាគូណដឹងឬក៏គេហៅកាត់ថា K1 វីសាហើយកំឡុងពេលសម្ភាសន៍ហ្នឹងគេសួរសំណួរខ្ញុំតែ6សំណួរទេសំណួរទី1គេសួរថាតើខ្ញុំហើយនឹងគូណដឹងរបស់ខ្ញុំហ្នឹងស្គាល់គ្នាតាមរបៀបណាសំណួរទី2គេសួរថាតើគូណដឹងរបស់ខ្ញុំនឹងធ្លាប់មកលេងខ្ញុំនៅក្នុងប្រទេសកម្ពុជាដែរឬទេបើសិនជាធ្លាប់តើប៉ុន្មានដងសំណួរទី3គេសួរថាតើខ្ញុំដឹងទេថាគូណដឹងរបស់ខ្ញុំនឹងធ្លាប់រៀបការពីមុនមកហើយសំណួរទី4គេសួរថាតើកូនរបស់គូណដឹងរបស់ខ្ញុំនឹងមានអាយុប្រមាណខ្លះសំណួរទី5គេសួរថាតើខ្ញុំហើយនឹងគូដណ្ដឹងរបស់ខ្ញុំនឹងរក្សាទំនាក់ទំនងស្នេហាជាមួយគ្នានឹងតាមរយៈអ្វីដោយសារតែពួកយើងនឹងរស់នៅឆ្ងាយពីគ្នាហើយសំណួរចុងក្រោយគេសួរថាតើខ្ញុំនឹងធ្លាប់បានជួបតាក់ទងផ្ទាល់ជាមួយនឹងក្រុមគ្រួសារសាច់ញាតិខាងគូដណ្ដឹងរបស់ខ្ញុំនឹងដែរឬទេ